ដូចម្ដាយខ្ញុំវិញក៏ថាឲ្យទៅសាលាទៅរៀនអក្សរតាមពិតមិនទៅរៀនអក្សរទេទៅរៀនចំណេះបាទប៉ុន្តែបុព្វភាសាយើងអត់មានទៅរៀនក្នុងសាលាទេភាសាយើងរៀនពីម្ដាយយើងបានន័យថាអាយុ5 6ឆ្នាំយើងចេះភាសារួចទៅអ្វីដែលយើងអត់ចេះគឺអក្សរអញ្ចឹងបានម្ដាយយើងថាឲ្យទៅរៀនអក្សរគាត់មិនដែរថាឲ្យទៅរៀនភាសាពួកភាសាគាត់ផ្ដល់ឲ្យមកហើយខ្ញុំគិតថាភាសាហ្នឹងគឺជាមួយម៉ាត់ចុងក្រោយដែលម្ដាយយើងផ្ដល់ឲ្យយើងដើម្បីជាប់ពីគ្នាជាមធ្យោបាយប្រស្រ័យទាក់ទងជាមួយអ្នកក្រៅដើម្បីរស់តទៅទៀតសួរអាហ្នឹងមួយម៉ាត់ចុងក្រោយដែលម្ដាយយើងក្រៅតែពីទឹកដោះក្រៅតែពីមហូបអីហ្នឹងដែលគាត់ផ្ដល់ឲ្យលើយើងបានជានៅក្នុងភាសាអង់គ្លេសគេមានពាក្យថា mountain ដាបរបស់ម្ដាយណាភាសាយើងបានពីម្ដាយប៉ុន្តែខ្ញុំចង់និយាយនៅរឿងនេះតាមពិតរឿងវាជាប់នឹងជាមួយភាសាហ្នឹងវារឿងគំនិតការពិចារណាអីដែលវាចេញមកហ្នឹងហើយដូចមាននៅក្នុងចំណាយព្រួយយើងហ្នឹងគឺថាពេលយើងធ្វើដំណើរពួកយើងថ្ងៃអញ្ចឹងយើងអត់មានពិបាកបើកភ្លើងឡាននេះពួកយើងបើកឡាននេះអញ្ចឹងអត់ចាំបាច់ទេប៉ុន្តែបើធ្វើដំណើរពេលយប់គឺថាចាំបាច់ត្រូវមានភ្លើងត្រូវមានពន្លឺបានឲ្យទៅរួចដូច្នេះនៅជាមួយនឹងភាពងងឹតវាត្រូវមានពន្លឺព្រោះយើងចង់ធ្វើដំណើរយើងចង់ផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយនេះខ្ញុំមិនចង់និយាយពីរឿងតែតាមជំហានជើងទេតាមជំហានគំនិតតាមការពិចារណាពួកគូក្បាលយើងវាត្រូវការធ្វើដំណើរដែរវាអត់មាននៅមួយកន្លែងអញ្ចឹងទេមិនមែនតែជើងទេដែលយើងធ្វើដំណើរក្នុងជីវិតគឺយើងធ្វើដំណើរតាមគំនិតអាហ្នឹងត្រូវការពិចារណាហើយអាហ្នឹងត្រូវការពន្លឺសូពន្លឺក្នុងន័យនេះខ្ញុំនិយាយពីពន្លឺជាគៀងឡានអាហ្នឹងពេលយប់ដែលយើងបើប៉ុន្តែពន្លឺក្នុងផ្លូវប្រាជ្ញាគឺពន្លឺក្នុងគំនិតក្នុងបញ្ញាហ្នឹងហើយអាហ្នឹងជួនកាលយើងអត់មានទេយើងខ្លួនយើងអត់មានទេយើងត្រូវការជំនួយពីក្រៅក្នុងករណីនេះដូចជាព្រះមានបន្ទូលមានអីចឹងមកហើយក៏ប៉ុន្តែយើងមិនបានរស់នៅក្នុងសម័យកាលរបស់លោកតែមានគេអ្នកដែលបានស្ដាប់បានជ្រាបបានយល់ពីនៃសេចក្តីដែលព្រះយេស៊ូវផ្ដល់ឲ្យហ្នឹងគឺថាបន្តមកទៀតបានជាធ្លាក់មកដល់ថ្ងៃនេះមកដល់ក្រុមជំនុំអីដល់ហើយខ្ញុំដឹងប្រវត្តិសាស្ត្រពីណាមកដល់ទៅនឹងទីដែរបាទខ្ញុំសូមមានចំណាប់អារម្មណ៍ប៉ុណ្ណឹងគឺថានៅជាមួយភាពងងឹតជាមានពន្លឺចាំបាច់របស់ពីរហ្នឹងត្រូវតែមានដោយសារយើងធ្វើដំណើរយើងត្រូវការធ្វើដំណើរយើងអត់មាននៅក្នុងពិភពនេះទេយើងត្រូវធ្វើដំណើរទៅកន្លែងណាThe Kingdom of God ឬកន្លែងណាដែលជាព្រះហ្នឹងត្រូវការធ្វើដំណើរទៅទីនោះដូច្នេះត្រូវការពន្លឺព្រោះអត់មានពន្លឺហ្នឹងទេយើងអត់អាចឆ្លងកាត់ភាពងងឹតនេះបានសូមអរគុណ